ចាសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយជំពូក13ខ31ដល់ខ33ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចមួយទៀតថានគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាងដែលមនុស្សម្នាក់បានយកទៅព្រួសក្នុងចម្ការខ្លួនគ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែនតែកាលណាបានដុះឡើងនោះក៏ធំជាងទិន្នជាតិទាំងអស់ហើយក៏ត្រឡប់ជាដើមធំដល់ម្ល៉េះបានជាសត្វហើរលើអាកាសមកទុំនៅលើមេឃផងទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះឲ្យគេទៀតថានគរស្ថានសួគ៌ប្រៀបដូចជាដំបែដែលស្ត្រីម្នាក់បានយកមកលាយនឹងម្សៅ3រង្វាល់ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់ចាសូមអរគុណសូមព្រះប្រទានពរ